សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីការរស់នៅជាមួយនឹងការគ្រប់គ្រងខ្លួនឯងហើយយើងនឹងមើលទៅលើគ្រាដ៏តានតឹងមួយនៅក្នុងមួយសាមយូអែល24:5 សូមស្រមៃមើលបែបនេះដាវីតបុរសម្នាក់ដែលកំពុងរត់គេចខ្លួនលាក់ខ្លួននៅក្នុងរូងភ្នំមួយហើយមនុស្សដែលកំពុងតាមប្រមាញ់គាត់ស្ដេចសូលដើរចូលមកក្នុងរូងភ្នំនោះដោយមិនដឹងខ្លួនតតែសោះកូនចៅរបស់ដាវីតគិតថានេះហើយជាឱកាសសម្រាប់គាត់ទៅគាត់បានព្យាយាមសម្រាប់លោកហើយខ្ញុំចង់និយាយថាសូមគិតមើលបើនរណាម្នាក់ធ្វើបាបអ្នកដេញតាមអ្នកធ្វើឲ្យជីវិតអ្នកវេទនាហើយភ្លាមនោះអ្នកមានឱកាសល្អឥតខ្ចោះដើម្បីសងសឹកតើអ្នកនឹងធ្វើអ្វីវាងាយស្រួលណាស់ក្នុងការផ្ទុះឡើងមែនទេដើម្បីរិះគន់ដើម្បីវាយតតែងដើម្បីដោះស្រាយរឿងដោយដៃអ្នកផ្ទាល់ប៉ុន្តែដាវីតធ្វើអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលគាត់លបលួចទៅជិតកាត់យកក្រណាត់អាវរបស់សូលមួយចំណែករួចឈប់គាត់មិនបន្តទៅមុខទៀតទេហេតុអ្វីគាត់និយាយថាពួកខ្ញុំមិនអាចធ្វើបាបអ្នកដែលព្រះជាម្ចាស់បានចាក់ប្រេងតាំងឡើយទោះបីសូលមិនយុត្តិធម៌សូម្បីតែខូខើក៏ដោយដាវីតជឿថាព្រះជាម្ចាស់បានដាក់សូលនៅក្នុងតំណែងនោះដោយហេតុផលមួយគាត់ជឿជាក់ថាអនាគតរបស់សូលនិងរបស់គាត់ផ្ទាល់ស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់នោះហើយជាការគ្រប់គ្រងខ្លួនឯងវាមិនមែនគ្រាន់តែជាការទប់ខ្លួនមិនឲ្យវាយនរណាម្នាក់នៅពេលខាងទេវាជាការជ្រើសរើសមិនធ្វើសកម្មភាពដោយផ្អែកលើកំហឹងទោះបីអ្នកមានលេសគ្រប់យ៉ាងក៏ដោយហើយត្រូវនិយាយតាមត្រង់វាពិបាកណាស់ពេលនរណាម្នាក់ធ្វើខុសចំពោះយើងចង់ធ្វើឲ្យវាមើលគ្នាប៉ុន្តែដាវីតបង្ហាញយើងថាមានភាពខ្លាំងក្នុងការទុកចិត្តក្នុងការជឿជាក់លើផែនការដ៏ធំរបស់ព្រះជាម្ចាស់នេះមិនមែនជាជំរឿចៃដន្យរបស់ដាវីតទេវាជាការវឹកហាត់ព្រះជាម្ចាស់កំពុងរៀបចំគាត់ឲ្យក្លាយជាអ្នកដឹកនាំពីព្រោះភាពជាអ្នកដឹកនាំពិតប្រាកដមិនមែននិយាយពីកំហឹងការសងសឹកឬការដេញតាមគោលដៅអន់ថោកទេវានិយាយពីប្រាជ្ញានិងការគ្រប់គ្រងខ្លួនឯងសូមគិតពីព្រះយេស៊ូវផងទ្រង់ជាព្រះបុត្រារបស់ព្រះជាម្ចាស់មានអំណាចទាំងអស់ប៉ុន្តែទ្រង់មិនបានប្រាប់ភូតហេតុគ្រប់ពេលទេទ្រង់រងចាំពេលវេលាត្រឹមត្រូវសូម្បីតែនៅលើឈើឆ្កាងពេលមនុស្សសើចចំអកទ្រង់និយាយកុហកអំពីទ្រង់មិនបានបណ្ដាសាពួកគេឬវាទៅតែងទេជីវិតទាំងមូលរបស់ទ្រង់គឺនិយាយពីការគ្រប់គ្រងខ្លួនឯងហើយសម្រាប់អ្នកដែលកំពុងព្យាយាមដើរតាមទ្រង់យើងត្រូវបានប្រាប់ថាព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យរីកលូតលាស់នៅគុណសម្បត្តិនោះដូចជាផ្លែឈើដែលទុំតាមពេលវេលាចុះយើងវិញជីវិតពោពេញទៅដោយចំនួននរណាម្នាក់កាត់មុខអ្នកនៅលើផ្លូវមិត្តភក្តិរបស់អ្នកមិត្តរួមការងារយកកិត្តិយសរបស់អ្នកវាងាយស្រួលណាស់ក្នុងការផ្ទុះកំហឹងឬរក្សាការអាក់អន់ចិត្តប៉ុន្តែស្រមៃមើលប្រសិនបើយើងឈប់ដកដង្ហើមវែងហើយឲ្យការគ្រប់គ្រងខ្លួនឯងដឹកនាំយើងនោះមិនមែនជាភាពទន់ខ្សោយទេវាជាកម្លាំងវាជាការកសាងថ្ងៃស្អែកឲ្យប្រសើរជាងមិនមែនគ្រាន់តែប្រតិកម្មចំពោះថ្ងៃនេះទេមិនថាអ្នកជាគ្រីស្ទានឬអត់ទេយើងទាំងអស់គ្នាអាចមើលឃើញតម្លៃនៃរឿងនេះការដោះស្រាយគ្រាលំបាកដោយភាពថ្លៃថ្នូរអាចធ្វើឲ្យយើងក្លាយជាមនុស្សល្អប្រសើរជានុកដឹកនាំកាន់តែប្រសើរក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងដូច្នេះសូមសាកល្បងពេលក្រោយដែលអ្នកចង់ផ្ទុះកំហឹងសូមគិតដល់ដាវីតនៅក្នុងរូងភ្នំនោះឬព្រះយេស៊ូវនៅលើឈើឆ្កាងហើយជ្រើសរើសផ្លូវដែលពិបាកជាងនិងខ្លាំងជាងវាពិតជាមានតម្លៃណាស់